ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើបទ្រាឆឹងដែលជាចំណីមួយមុខក្នុងចំណោមចំណីដែលខ្ញុំចូលចិត្តណាថ្ងៃមុនហ្នឹងខ្ញុំទៅខេត្តក៏ឃើញគេលក់បទ្រាស្រែក៏ទិញគេមកទាំងអស់ហ្នឹងទៅម៉ៅទាំងអស់ហ្នឹង1គីឡូ7ខាំគិតជាលុយខ្មែរប្រហែលជា7000រៀលយកវាមកលាងទឹកឲ្យស្អាតហើយដាក់ហាលថ្ងៃមួយថ្ងៃចោលទៅបើបងប្អូនចូលចិត្តរៀងក្រៀមណាហាល2-3ថ្ងៃអីចឹងណាបងប្អូនបន្ទាប់មកខ្ញុំដកទងវាចោលហើយច្បាច់វាបែកអញ្ចឹងសម្រាប់បទ្រា1គីឡូ7ខាំហ្នឹងខ្ញុំប្រើស្ករ120ក្រាមទឹក2ស្លាបព្រាបាយកូរវាឲ្យលាយបន្ទាប់មកខ្ញុំដាក់អំបិលកន្លះស្លាបព្រាកាហ្វេបើចូលចិត្តផ្អែមយើងអាចដាក់ស្ករ150ទៅ170ក្រាមណាបងប្អូនដាក់បទ្រាចូលឲ្យអស់មកហើយយើងកូរវារហូតដល់ដាច់ទឹកណាបងប្អូនប្រហែលជា40ទៅ50នាទីអីហ្នឹងឯងកូរបដាស្រក់ទឹកមាត់បដានិយាយពីក្លិនវិញឈ្ងុយមែនទែនជះទៅ10-20ល្វែងឯងបងប្អូនអើយខ្ញុំរៀងក្រែងចិត្តអ្នកចិត្តខាងដែរតាព្រោះយើងអត់ដឹងថាអ្នកគេចូលចិត្តអ្នកគេមិនចូលចិត្តក្លិនហ្នឹងណាតែនឹងធ្វើម៉េចបើចង់ញ៉ាំហើយបទ្រាស្រស់1គីឡូ7នេះពេលដែលខ្ញុំឆឹងរៀងស្ងួតហើយនៅសល់ប្រហែលជា1គីឡូពេលឆឹងរួចហើយសាកញ៉ាំមួយម៉ាត់លោមើលនិយាយពីថារសជាតិឆ្ងាញ់អើយឆ្ងាញ់ដូចរសជាតិដែលខ្ញុំធ្លាប់ញ៉ាំកាលនៅពីក្មេងអញ្ចឹងណាខ្ញុំដល់ពេលបានញ៉ាំអញ្ចឹងទៅមានអីនឹកឃើញអនុស្សាវរីយ៍កាលនៅក្មេងៗតា